សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយអំពីពន្ធដែលទាក់ទងជាមួយនឹង Influencer, KOL ម្ចាស់ទីតាំងជួលឬក៏អ្នកបំពេញសេវាកម្មទៅឲ្យអតិថិជនដែលមានទ្រង់ទ្រាយជាលក្ខណៈក្រុមហ៊ុននេះគឺជា Welchi & Co ហើយថ្ងៃនេះដូចដែលខ្ញុំបាននិយាយពីដំបូងអញ្ចឹងថា topic របស់យើងថ្ងៃនេះយើងនឹងនិយាយអំពីពន្ធមួយប្រភេទដែលទាក់ទងជាមួយនឹងKOL Influencer ម្ចាស់ទីតាំងជួលឬក៏អ្នកដែលបំពេញសេវាកម្មទៅឲ្យអតិថិជនដែលមានទ្រង់ទ្រាយលក្ខណៈជាសហគ្រាសអ្នកទាំងអស់គ្នាមានដែលឆ្ងល់ថាហេតុអីនៅពេលដែលយើងចុះកិច្ចសន្យាជាមួយនឹងអតិថិជនរបស់យើងឬក៏យើងបំពេញសេវាកម្មអតិថិជនរបស់យើងតែងតែស្នើសុំឲ្យយើងនឹងដកទឹកប្រាក់ពន្ធមួយចំនួនដើម្បីបង់ជូនរដ្ឋឆ្ងល់ថាអាហ្នឹងជាកាតព្វកិច្ចរបស់យើងហើយអាហ្នឹងគឺជាអីប្រភេទពន្ធមួយហ្នឹងគេហៅថាពន្ធកាត់តុកឬក៏ withholding tax តាមច្បាប់ withholding tax គឺជាប្រភេទពន្ធមួយដែលសហគ្រាសឬក៏អ្នកជាប់ពន្ធនិវាសនជនត្រូវកាត់ទុកនៅប្រាក់មួយចំនួននៅពេលដែលពួកគាត់បង់ប្រាក់ចំណូលទៅឲ្យរូបវ័ន្តបុគ្គលដែលជានិវាសនជននិងអនិវាសនជនបើនិយាយដោយសម្រាយមានន័យថាម្ចាស់សហគ្រាសត្រូវកាត់ប្រាក់ពន្ធមួយចំណែកដើម្បីបង់ជូនរដ្ឋនៅពេលដែលពួកគាត់បង់នៅប្រាក់ចំណូលទៅឲ្យអ្នកផ្គត់ផ្គង់នៅសេវាកម្មឬក៏ទីតាំងជួលមួយនោះហើយដូច្នេះហើយបានជានៅពេលដែលយើងបំពេញសេវាកម្មឬយើងចុះហត្ថលេខាជាមួយនឹងអតិថិជនរបស់យើងតែងតែត្រូវបានគេកាត់ប្រាក់ពន្ធទុកដើម្បីយកទៅបង់ជូនរដ្ឋពីព្រោះកាតព្វកិច្ចពន្ធមួយនេះគឺជាកាតព្វកិច្ចរបស់អ្នកដែលបំពេញសេវាឬក៏គេហៅថាជាកាតព្វកិច្ចរបស់អ្នកដែលទទួលចំណូលដោយសារតែពន្ធកាត់តុកវាអត់មាន rate តែមួយទេវាមាន rate ច្រើនហើយវាត្រូវបានវិនិច្ឆ័យទៅតាមប្រភេទសកម្មភាពនីមួយៗដែលយើងបំពេញទៅឲ្យក្រុមហ៊ុនដូច្នេះបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាទាក់ទងជាមួយនឹងពន្ធឬក៏មានបញ្ហាទាក់ទងជាមួយនឹងការប្រកាសពន្ធសូមកុំភ្លេចតិចតមក Welchi & Co បាយបាយ